មនុស្សមួយចំនួនគេធ្វើល្អចំពោះយើងយើងស្មានតែគេល្អក៏ប៉ិតគេបោកយើងទេគេបោកដើម្បីចង់បានប្រយោជន៍អីមួយពីយើងប៉ុន្តែគេនិយាយល្អចំពោះយើងគេធ្វើល្អចំពោះយើងធ្វើដូចគេនឹងស្រឡាញ់យើងអូគេគ្រប់យើងឲ្យតម្លៃយើងក៏ប៉ិតក្នុងចិត្តហ្នឹងគេធុញចង់ងាប់ហើយតែគេគ្រាន់តែចង់បានប្រយោជន៍ពីយើងគេសុកចិត្តលូនក្រាបឬក៏ធ្វើថោកធ្វើអីដើម្បីឲ្យបានណាហើយយើងណាចាញ់បោកក៏ស្មានតាគេស្រឡាញ់អញមែនហើយគេល្អចំពោះអញមែនហើយក៏ប៉ិតគេបោកសោះចង់និយាយថាអាគេប្រាប់ពិតប្រកាសល្អត្រង់នេះស្ដាប់អត់បានទេគិតថាគេនឹងមិនល្អអាក្រក់តើអាគេបោកប្រាគេនិយាយបញ្ចោបោកយើងសោះក្នុងចិត្តគេជួនកាលគេធុញចង់ងាប់ហើយយើងទៅជាគិតថាអ្នកនឹងស្រឡាញ់ខ្ញុំមែនអីមែនហើយយើងក៏ថាវាជាការពិតខ្ញុំចង់និយាយថាជីវិតនឹងវាអញ្ចឹងសុកចិត្តឲ្យគេអាក្រក់ខុសចំពោះយើងចង់ឲ្យគេគិតថាយើងអាក្រក់តែអ្នកឯងមនុស្សមិនល្អវាបុនថាទៅអ្នកឯងគិតខុសនឹងមានកំហុសអីខ្ញុំហើយក្នុងជីវិតវាផ្អែមល្ហែមនៅពេលដែលយើងទទួលយកអាភាពក្រោតក្រៀតនេះដល់អាការពិតអាខ្លះវាធ្វើដូចជាល្អចំពោះយើងដូចស្រីខ្លះគាត់បោកមនុស្សផងអូនស្លាញ់បងអីចឹងឬក៏ប្រុសខ្លះបោកស្រីបងស្លាញ់អូនចាំបងការជាមួយអូនចុងក្រោយក៏ប៉ិតគេបោកយើងសោះហើយយើងនឹងវាល្ងងតែអីយើងវាអត់ឆ្លាតយើងគិតថាប្រហែលជាមែនដល់ពេលថ្ងៃមួយដែលយើងវាអត់មានអីសោះឲ្យគេបើគេដើរចោលយើងមកមិនថាចឹងមិនចឹងមិនឯងប្រែប្រួលមិនឯងប្លែកក៏ប៉ិតយើងល្ងងតាំងដើមតែគេបោកយើងតាំងដើមតែយើងវាអត់យល់យើងវាអត់ឆ្លាតព្រោះយើងវាស៊ីអាភាពល្អយកចិត្តផុសគេនេះត្រូវដឹងថាមនុស្សល្អគេល្អចំពោះយើងគេល្អចំពោះគ្រប់គ្នាទាំងអស់មិនមែនមនុស្សល្អអើយបងស្លាញ់អូនល្អចំពោះគ្នាដល់អ្នកជុំវិញអត់ស្លាញ់គេអត់ខ្វល់ពីណាទាំងអស់អានឹងមិនមែនមនុស្សល្អទេមនុស្សល្អគឺល្អចំពោះមនុស្សគ្រប់គ្នាពីព្រោះគេអត់ចង់បានអីតែបើម្នាក់ខ្លះល្អចំពោះយើងព្រោះគេស្លាញ់យើងអានឹងមិនមែនល្អទេ